ទំនងលាក់ទុកយូរហើយក៏ឯណាបញ្ចេញប៉ុន្មានម៉ាត់ប្រិយមិត្តថាដោយខោក្បាលអ្នកវង្វេងមួយចំនួនក៏ឯណាថ្មីនេះបានបញ្ចេញរូបភាពសិល្បៈឆ្លុះបង្ហាញពីប្រពៃណីទំនៀមទម្លាប់ខ្មែរមួយចំនួនព្រមជាមួយពាក្យប៉ុន្មានម៉ាត់ដែលធ្វើឲ្យប្រិយមិត្តរំជួលចិត្តនឹងថាពាក្យដ៏ខ្លីនេះមានន័យដូចខោក្បាលអ្នកវង្វេងមួយចំនួននៅក្នុងចំណោមសិល្បៈការនីខ្មែរក៏ឯណាហាក់មិននឿយណាយទេក្នុងការបង្ហាញពីការងារសិល្បៈថ្មីរបស់នាងដោយផ្សារភ្ជាប់ជាមួយនឹងពណ៌សម្បុរប្រពៃណីទំនៀមទម្លាប់ខ្មែរនៅថ្ងៃនេះទៀតសោតនាងបានបញ្ចេញសេរីរូបភាពការងារសិល្បៈរបស់នាងថ្មីទៀតជាមួយនឹងពាក្យមួយឃ្លាដ៏ខ្លីក៏ប៉ុន្តែមានន័យជ្រៅសិល្បៈការនីយើងសរសេរថាបរទេសសម្លឹងឃើញខ្មែរយើងសម្លឹងផុតបន្ថែមពីលើនេះឯណាក៏បានលើកឡើងដោយទទូចទៀតថាសូមរួមគ្នារក្សាចាស់បង្កើតថ្មីនាំយកប្រពៃណីយូរលង់របស់ខ្មែរទៅកាន់យុគសម័យទំនើបដែលអាចកាន់តែមានតម្លៃមិនអាចកាត់ថ្លៃបានរូបភាពនិងសាររបស់កុយអេណាធ្វើឲ្យប្រិយមិត្តរាប់រយនាក់រំជួលចិត្តពួកគេបានចូលមកសរសេរសារកោតសរសើរលើកទឹកចិត្តព្រមទាំងឲ្យតម្លៃខ្ពស់ទៅលើបេសកកម្មសិល្បៈរបស់នាងដើម្បីអត្តសញ្ញាណពណ៌សម្បុរប្រពៃណីទំនៀមទម្លាប់ខ្មែរគួរឲ្យចាប់អារម្មណ៍ទៀតនោះប្រិយមិត្តម្នាក់បានលើកឡើងថាសារដ៏ខ្លីតែមានន័យរបស់តារាស្រីដូចជះទឹកដាក់មនាលដែលវង្វេងមួយចំនួនប្រិយមិត្តម្នាក់ឈ្មោះថាឌីណាពេញលីបានចូលមកសរសេរសារដូចនេះថាពាក្យមួយប្រយោគនេះមានន័យល្អដោយកំពុងខោក្បាលអ្នកវង្វេងលងមួយចំនួនភ្លាមគេឃើញឯណាក៏បានចូលទៅឆ្លើយតបម្ចាស់ខមមិនរូបនេះដែរក្នុងន័យថានាងសង្ឃឹមថាខ្មែរយើងនឹងកាន់តែងាកមកឲ្យតម្លៃអ្វីជារបស់ខ្លួនឯងកាន់តែខ្លាំងឯណាបានលើកឡើងដូចនេះថាចាបងសង្ឃឹមថាខ្មែរយើងនឹងឲ្យតម្លៃលើសិល្បៈវប្បធម៌យើងខ្លាំងជាងមុនហើយកុំភ្លេចប្រពៃណីចាស់ចោលងាកទៅម្ចាស់ខមមិនវិញដដែលក៏មិននៅស្ងៀមដូចគ្នាព្រោះថាសារទី2របស់តារាស្រីយើងរឹតតែបុកចំបេះដូងរបស់គេថែមទៀតពោលគឺរូបគេពេញចិត្តនៅអ្វីដែលឯណាបាននឹងកំពុងធ្វើដើម្បីមុខមាត់ជាតិនិងគុណតម្លៃវប្បធម៌របស់ជាតិខ្លាំងណាស់ក្នុងនោះមិនត្រឹមតែសកម្មភាពរបស់ឯណានៅពេលនេះទេក៏ប៉ុន្តែរាល់សកម្មភាពទាំងអស់ទាំងក្នុងអតីតកាលដើម្បីសិល្បៈវប្បធម៌របស់ខ្មែរឌីណាពេញលីបានឆ្លើយតបដូចនេះថាគឺប្អូនស្រីដែលត្រូវដើរតួសំខាន់ក្នុងរឿងផ្សព្វផ្សាយដោយសារតែប្អូនស្រីគឺជាបុគ្គលដែលមានឥទ្ធិពលផ្សព្វផ្សាយបងពេញចិត្តនឹងការងារបែបបង្កើតថ្មីដោយផ្អែកលើវប្បធម៌បុរាណនោះទើបមានការអភិវឌ្ឍថ្មីងាកទៅប្រិយមិត្តរាប់រយអ្នកផ្សេងទៀតក៏ពេញចិត្តដូចគ្នាចំពោះអ្វីដែលឯណាបាននឹងកំពុងធ្វើក្នុងនាមជាបុគ្គលមានឥទ្ធិពលក្នុងការផ្សព្វផ្សាយនៅលើប្រព័ន្ធបណ្ដាញសង្គមដោយប្រិយមិត្តបានជ្រាបនេះមិនមែនជាលើកទី1ទេដែលកុយឯណាបានធ្វើសម្រាប់សិល្បៈវប្បធម៌ប្រពៃណីខ្មែរពោលគឺតារាស្រីសម្បុរស្រអែមរូបនេះមានសកម្មភាពសិល្បៈដោយផ្សារភ្ជាប់នឹងពណ៌សម្បុរទំនៀមទម្លាប់របស់ខ្មែរជាហូរហែដែលក្នុងនោះមានដូចជាសកម្មភាពសិល្បៈយៈដើរផ្សារស្រីអង្គុយញ៉ាំស្លាសកម្មភាពយកផ្លែឈើចែកជូនភ្ញៀវទេសចរនៅតំបន់ឆ្នេរជាដើមទាំងនេះគេយល់ថាមានចំណែកយ៉ាងសំខាន់ក្នុងការរុញច្រានកិត្តិនាមគុណតម្លៃនៃសិល្បៈវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរទៅកាន់ពិភពលោក